ម៉ែបងប្អូនជាទីគោរពរាប់អាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលថៃធ្វើជាម្ចាស់ផ្ទះនិងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូបាទនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺថៃទទួលរងនឹងការរិះគន់យ៉ាងចាស់ដៃគ្រប់ទិសបាទមិនថាតែប្រជាពលរដ្ឋកម្ពុជាដែលរិះគន់ទេសូម្បីបណ្ដាប្រទេសដែលមានអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតក៏បានរិះគន់ទៅលើថៃក្នុងការរៀបចំនៃកម្មវិធីដែលមិនមានភាពច្បាស់លាស់សាងកំហុសជាច្រើននៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមួយនេះហើយអ្វីដែលរឹតតែគួរឲ្យកត់សម្គាល់អំឡុងពេលដែលថៃរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះបែរជាល្បីនៅកីឡាស៊ីហ្គេមរបស់កម្ពុជាកាលពីឆ្នាំ2023កន្លងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៅវិញបាទអ្វីដែលយើងគួរឲ្យកត់សម្គាល់បំផុតគឺកាលពីថ្ងៃទី4ខែធ្នូកន្លងទៅថ្មីនេះដែលសម្ដេចតេជោហ៊ុនសែនលោកបានបង្ហោះនៅអនុស្សាវរីយ៍បង្ហោះនៅវីដេអូអនុស្សាវរីយ៍នៃកម្មវិធី SEA Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រឹត្តិការណ៍កីឡា SEA Games របស់កម្ពុជាគឺល្បីសារជាថ្មីថាកម្ពុជាគឺរៀបចំល្អឥតខ្ចោះល្អជាងភាគីថៃដែលកំពុងតែចាប់ផ្ដើមរៀបចំប្រារព្ធនៅក្នុងឆ្នាំ2025នេះទៅទៀតបាទដែលការរិះគន់ជុំទិសពីសំណាក់ប្រជាជនកម្ពុជាពីសំណាក់បណ្ដាប្រទេសនានាដែលបញ្ជូនអត្តពលិករបស់ខ្លួនមកប្រកួតនៅលើទឹកដីថៃនាពេលនេះគឺបានធ្វើឲ្យថៃអាម៉ាស់មុខមិនស្ទើរទេបាទអាម៉ាស់មុខមិនស្ទើរទេក្នុងការដែលរៀបចំមិនបានត្រឹមត្រូវក្នុងការដែលចម្លងអំពីបែបបទរចនាបទទាំងឡាយពីបណ្ដាប្រទេសទាំងឡាយមិនថាកម្ពុជាមិនថាបណ្ដាប្រទេសដែលធ្លាប់រៀបចំ SEA Games ទេថៃគឺចាប់ផ្ដើមចម្លងគ្រាន់តែធ្វើការកែប្រែហើយប្រើប្រាស់លើកជាបដាផ្លូវការតែម្ដងបាទដែលទទួលការរិះគន់យ៉ាងចាស់ដៃខ្លាំងមែនទែនទទួលរងនូវភាពអាម៉ាស់ខ្លាំងមែនទែនអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងវីដេអូដែលសម្ដេចតេជោហ៊ុនសែនលោកបានបង្ហោះកាលពីថ្ងៃទី4ខែធ្នូកន្លងទៅនេះបានធ្វើឲ្យប្រទេសថៃបានធ្វើឲ្យប្រជាជនថៃបានចោទមកកាន់សម្ដេចតេជោថាបង្ហោះឌឺដងទៅកាន់ភាគីថៃបាទហេតុអ្វីបង្ហោះឌឺដងទៅកាន់ភាគីថៃហើយថែមទាំងចោទមកកាន់កម្ពុជាថាកុំយកថៃប្រៀបធៀបជាមួយនឹងកម្ពុជាព្រោះកម្ពុជាប្រារព្ធ SEA Games ធ្វើកម្មវិធី SEA Games គឺដោយសារតែការយកលុយចិនទៅប្រើប្រាស់តែប៉ុណ្ណោះបាទទើបល្អប្រសើរបែបនេះដែលត្រង់ចំណុចនេះហើយបានជានៅថ្ងៃទី6បាទខែធ្នូឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនលោកបានបញ្ចេញសំណេរជាការឆ្លើយតបជាការបំភ្លឺជូនទៅកាន់ប្រជាជនកម្ពុជាក៏ដូចជាទៅកាន់ប្រជាជនថៃផ្ទាល់ឲ្យភ្លឺភ្នែកតាក់ទងទៅនឹងពាក្យចោទទាំងបំពេញរបស់ភាគីថៃមកលើព្រឹត្តិការណ៍ SEA Games របស់កម្ពុជាកាលពីឆ្នាំ2023កន្លងទៅបាទដូច្នេះចង់ដឹងថាតើសារដ៏មានអត្ថន័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកបានសរសេររៀបរាប់បែបណាមានអត្ថន័យចាក់ដោតទៅកាន់ប្រជាជនថៃទៅកាន់ថ្នាក់ដឹកនាំថៃបែបណាដែលបានចោទមកកាន់កម្ពុជាមួយទី3មិនចេះចប់មិនចេះហើយបែបនេះបាទដូច្នេះខ្ញុំនឹងធ្វើការអានជម្រាបជូនពុកម៉ែបងប្អូននៅខ្លឹមសារលម្អិតរបស់សម្ដេចតេជោហ៊ុនសែនដូចតទៅនេះសម្ដេចតេជោហ៊ុនសែនលោកបានសរសេររៀបរាប់ដែលមានខ្លឹមសារយ៉ាងដូចនេះថាថ្ងៃនេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជានិងប្រជាជនថៃពីរឿង SEA Games លើកទី32ឆ្នាំ2023នៅកម្ពុជាកាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025មុននេះPage Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយស្ដីពីការបិទ SEA Games នៅឆ្នាំ2023នៅកម្ពុជាខ្ញុំមិននឹកស្មានថាតាមរយៈវីដេអូនេះធ្វើឲ្យជនជាតិថៃមួយចំនួនលើកឡើងថាខ្ញុំមានចេតនាឌឺដងឲ្យថៃដែលធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ2025នេះខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជាជាមួយប្រទេសផ្សេងទៀតនោះទេព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួននិងកាន់តែមិនហ៊ានប្រៀបធៀបជាមួយប្រទេសថៃដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថាជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថាជាប្រទេសអ្នកក្រដែលមានអ្នកសំទានពាក់កណ្ដាលប្រទេសរឿងកាន់តែហួសចិត្តមានមហាជនថៃមួយចំនួនបានចេញមកនិយាយថាសូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាព្រោះកម្ពុជាធ្វើ SEA Games ដោយប្រើលុយចិនរឿងបែបនេះគេអាចនិយាយទៅកើតតើនេះឬជាចរិតបុគ្គលឬជាជនជាតិថៃ
ដែលចូលចិត្តមើងងាយគេនិងប្រឌិតរឿងខ្ញុំគួរតែបញ្ជាក់ថាមិត្តចិនតាមរយៈប្រធានាធិបតីស៊ីជីនភីងពិតជាបានជួយសាងសង់នៅស្តាតមរតកដេជោដែលជាកន្លែងបើកនិងបិទស៊ីហ្គេមព្រមទាំងជាទីតាំងប្រកួតវិញ្ញាសាមួយចំនួនផងដែរដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្ដងទៀតសូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះដែលកម្ពុជានឹងប្រើតកូនចៅស៊ីហ្គេមមានវិញ្ញាសាប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួននិងតាមខេត្តមួយចំនួននៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ1979យើងនៅមានមរតកដែលបន្សល់ទុកដោយសម្ដេចឪសម្ដេចតាទូតរបស់យើងគឺសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋកសាងក្នុងអំឡុងឆ្នាំ1960គឺ Start Olympic ដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះនិងបាល់ទាត់ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថាចាញ់និងឥណ្ឌូនេស៊ីស្គាល់ពាក្យថាឈ្នះលើថៃជាលើកដំបូងដែលធ្វើឲ្យកីឡាករថៃរករឿងកីឡាករនិងគ្រូបង្វឹកឥណ្ឌូនេស៊ីដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះបានរកវិធីទប់ស្កាត់ចំនួននិយាយពីការចំណាយសម្រាប់ការប្រកួតយើងមិនបានប្រើប្រាស់លុយចិនឬលុយពីប្រទេសផ្សេងសូម្បីមួយសេនខ្ញុំបានប្រគល់ភារកិច្ចជូនសម្ដេចទាបាញ់ដឹកនាំគណៈកម្មាធិការនៃការរៀបចំនិងការប្រកួតដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីអូនពុនមនីរដ្ឋនិងរដ្ឋមន្ត្រីថោងខុននៅក្នុងគណៈកម្មាធិការនេះដែរដើម្បីវិធីរៀបចំលុយសម្រាប់បម្រើឲ្យការប្រកួតខ្ញុំពិតជាមានសំណាងដែលជាង20ឆ្នាំចុងក្រោយនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេលជាង38ឆ្នាំខ្ញុំមានមេផ្ទះដ៏ល្អពីររូបទី1ឯកឧត្តមគៀតឈុននិងទី2ឯកឧត្តមអូនពុនមនីរដ្ឋមេផ្ទះទាំងពីររូបមិនមែនជាស្រីកញ្ជើធ្លុះទេតែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់កាលឯកឧត្តមអូនពុនមនីរដ្ឋជាដំណាក់កាលថវិកាដែលទុកចិត្តបាននិងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយតាមការចង្អុលណែនាំរបស់ខ្ញុំដែលប្រាប់មុនីរដ្ឋនិងសមាជិករដ្ឋាភិបាលផ្សេងទៀតថាត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឲ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែបើចង់សល់សាច់ប្រាក់ត្រូវសន្សំគឺរកបាន10ចាយតែ7ឬ8សន្សំបាន2ឬក៏3មុនកូវីដមកដល់សាច់ប្រាក់ក្នុងរដ្ឋាភិបាលជាតិមានជិត$4000 លានដែលពេលនោះខ្ញុំមានគម្រោងដកយកតែ$1500 លានឬក៏$2000 លានដើម្បីវិនិយោគលើផ្លូវស្ពាននិងប្រឡាយទឹកតែជាអកុសលជំងឺកូវីដមកសម្លាប់ជីវិតប្រជាជនយើងគ្មានជំរើសណាផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជននិងជួយប្រជាជននោះទេតែទោះបីជាយ៉ាងណាសាច់ប្រាក់នៅរដ្ឋាភិបាលនៅតែធានាការចំណាយដោយបើកបៀវត្សមួយខែ2 ដងដដែលសម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ2023យើងមិនបានប្រើថវិកាជាតិឆ្នាំ2023តែមួយឆ្នាំនោះទេការធ្វើបែបនេះនឹងធ្វើឲ្យថវិកាឆ្នាំ2023រងសម្ពាធនិងផ្អាកចំណាយលើគម្រោងវិនិយោគមួយចំនួនរបៀបរបស់យើងត្រូវបញ្ជូនទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ2018ដល់ឆ្នាំ2022ដែលក្នុងមួយឆ្នាំជិត$10 លានបានថវិកាជិត$50 លានដោយឡែកថវិកាឆ្នាំ2023យើងគ្រោងក្នុងច្បាប់ថវិកាចំនួន$150 លានទៀតសរុបជិត$200 លានតែដោយសារស្មារតីសន្សំសំចៃដែលដឹកនាំដោយសម្ដេចទាបាញ់យើងចំណាយត្រឹមតែ$118 លានប៉ុណ្ណោះដោយគិតទាំងចំណាយជំនួសកីឡាបរទេសទាំងការស្នាក់នៅហូបចុកជាដើមការមិនឲ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់ខ្ញុំក្នុងគោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡាកម្ពុជាជាប្រទេសក្រទ្រព្យក្រលុយតែមិនក្រចិត្តនោះទេយើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រមាណជា$12 លានប៉ុណ្ណោះបើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្គេមផងចំណាយត្រឹម$120 លានប៉ុណ្ណោះហើយបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដាយគ្រប់កម្រិតផងយើងចំណាយត្រឹម$130 លានក្នុងគម្រោងនៃច្បាប់ថវិកា2018ដល់2022ប្រមាណជិត$50 លាននិង$150 លានក្នុងច្បាប់ថវិកា2023សម្រាប់កម្ពុជា
អាចខុសពីថៃនៅត្រង់តាំងពីចាប់ផ្ដើមរៀបចំការសាងសង់រហូតដល់ប្រកួតនិងការប្រកួតចប់រយៈពេលជាង6ឆ្នាំយើងមិនដែលស្ដីបន្ទោសគ្នាឬស្រែកថាខ្វះលុយឬធ្វើអធិការកិច្ចលើការចំណាយនោះទេទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថាជាប្រទេសក្រីក្រក៏ដោយនេះជារបៀបគិតគូរនិងរបៀបចំណាយនៃប្រទេសអ្នកក្រដែលមានអ្នកតាំងខ្លួនជាអ្នកមានប្រមាថលើយើងសង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជាដកពាក្យដែលថាកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថាកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិនព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេតែវាក៏ជាការប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរសង្ឃឹមថាថៃនឹងធ្វើបានល្អនៅស៊ីហ្គេម2025នេះព្រមទាំងដោះស្រាយបានល្អនៅគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជានិងមីយ៉ាន់ម៉ាខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្តីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំនិងពន្យល់ទៅកាន់ប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរបាទនេះគឺជាសំណេរដ៏មានអត្ថន័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានថ្លែងនៅថ្ងៃទី6ខែធ្នូឆ្នាំ2025នេះបញ្ជាក់ច្បាស់លើការចោទរបស់ភាគីថៃថាការបង្ហោះវីដេអូរបស់សម្ដេចគឺជាការឌឺដងជាដើមដោយថៃបានចោទមកលើកម្ពុជាថាប្រើប្រាស់លុយចិនដើម្បីរៀបចំនៅកីឡាស៊ីហ្គេមជាដើមក៏ប៉ុន្តែនាពេលនេះគឺច្បាស់លាស់ហើយថាកម្ពុជាគឺប្រឹងប្រែងសន្សំសន្សំសំចៃមិនធម្មតាទេមានផែនការសន្សំសំចៃក្នុងការដែលយកថវិកាសន្សំនោះប្រើប្រាស់នៅក្នុងកម្មវិធី SEA Games លើកទី32ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ2023កន្លងទៅនេះហើយបើតាមអ្វីដែលសម្ដេចលោកបានលើកឡើងជាខ្លឹមសារដ៏ចាក់ដោតបាទសម្ដេចបានលើកឡើងថាសង្ឃឹមថាថៃនឹងរៀបចំកីឡា SEA Games នៅឆ្នាំ2025នេះនឹងល្អប្រសើរបាទលើពីនេះគួរតែព្យាយាមដោះស្រាយបញ្ហាទឹកជំនន់របស់ថៃឲ្យបានល្អប្រសើរទៅបាទដោយសារតែទឹកជន់លិចលើទឹកដីថៃមកទល់នឹងពេលនេះគឺមិនទាន់ស្រកស្រានល្អប្រសើរប៉ុន្មាននោះទេគួរគិតគូរអំពីបញ្ហារបស់ខ្លួនគួរព្យាយាមដោះស្រាយបញ្ហាទឹកជំនន់របស់ថៃជួយសង្គ្រោះប្រជាជនថៃជាងមកចង់យកឈ្នះជាមួយកម្ពុជាជាងមកចង់យកឈ្នះចាញ់ជាមួយនឹងកម្ពុជានិងមីយ៉ាន់ម៉ានោះបាទដូច្នេះយើងនឹងបន្តរងចាំមើលថាតើភាគីថៃមានប្រតិកម្មបែបណានៅពេលដែលសម្ដេចតេជោហ៊ុនសែនលោកបានបញ្ចេញសំណេរបញ្ចេញសារដ៏មានអត្ថន័យឆ្លើយតបបំភ្លឺទៅកាន់ភាគីថៃដែលកំពុងតែរៀបចំកីឡាស៊ីហ្គេមដែលមានភាពរញ៉េរញ៉ៃនិងទទួលរងការរិះគន់គ្រប់ទិសបែបនេះបាទដូច្នេះខ្ញុំនឹងបន្តតាមដានបន្តធ្វើបច្ចុប្បន្នភាពគោរពជម្រាបជូនលោកអ្នកបាទសូមអរគុណ